កម្មវិធីនេះនាំមកជូនដោយមិត្តសម្លាញ់និងដៃគូនៃពន្ធកិច្ច Joy Smile ការដែលមានជំនឿជារឿងម្យ៉ាងដើម្បីទទួលអ្វីមួយប៉ុន្តែការដែលមានបទពិសោធន៍អំពីកិច្ចការមួយគឺជារឿងមួយផ្សេងទៀតព្រះបានប្រទានមកឲ្យយើងឲ្យទទួលបានស្របច្បាប់ដោយសារព្រះគ្រីស្ទបានសុគតនិងបង្ហូរព្រះលិខិតរបស់ព្រះអង្គបានសង្គ្រោះហើយយើងបានទទួលការសង្គ្រោះដោយសារព្រះលិខិតដែលមកពីព្រះយេស៊ូវគ្រីស្ទនោះគឺជាទ្រព្យសម្បត្តិរបស់យើងរួមជាមួយព្រះអង្គវាជាឯកសិទ្ធិរបស់យើងប៉ុន្តែដើម្បីទទួលបានវាមានបញ្ហាខ្លះចំពោះមនុស្សយើងក្នុងការទទួលជនជាតិអ៊ីស្រាអែលបានចាក់ចេញពីភាពទេសភាពនៅស្រុកអេស៊ីបពួកគេគឺជាទេសករនៅអេស៊ីបដូចជាយើងជាទេសករនៃអំពើបាបព្រះអង្គបានបញ្ជូនលោកម៉ូសេឲ្យសង្គ្រោះពួកគេហើយព្រះអង្គបានប្រទានព្រះយេស៊ូវជាព្រះសង្គ្រោះរបស់យើងចេញមកពីចំណងនៃបាបអ៊ីស្រាអែលចេញមកពីការបម្រើដល់ស្ដេចផារ៉ោនហើយពួកគេទៅកន្លែងមួយដែលជាកន្លែងហៅថាទឹកដីសន្យាយើងចេញពីចំណងនៃបាបហើយយើងរៀនពីព្រះបន្ទូលសន្យាជាច្រើនរបស់ព្រះហើយយើងរៀនអនុវត្តព្រះបន្ទូលនៅក្នុងជីវិតរបស់យើងជនជាតិអ៊ីស្រាអែលត្រូវឆ្លងកាត់កន្លែងដែលគេហៅថាវាលរហោស្ថានតាមពិតគេត្រូវធ្វើដំណើរតែ11ថ្ងៃទេគឺដើរកាត់វាលរហោស្ថាននោះតែម្ដងប៉ុន្តែគេត្រូវចំណាយពេល40ឆ្នាំដ៏យូរហើយដើរឆ្លងកាត់វាលរហោស្ថាននោះមុនពេលដែលគេអាចចូលទៅកាន់ទឹកដីសន្យាតែអ្នកខ្លះមិនបានចូលទេមានមនុស្សប្រហែលជា1លានកន្លះខ្ញុំគិតថាបូករួមទាំងក្មេងៗមានតែបន្តិចប៉ុណ្ណោះដែលចូលទឹកដីសន្យាលោកយូស្វេលោកកាឡែបនិងទាំងក្មេងដែលមិនទាន់ដឹងក្តីនៅពេលដែលព្រះបានប្រាប់ទៅដល់ប្រជាជនថាគេមិនអាចចូលកាន់ទឹកដីសន្យាពេលយើងមើលរឿងនេះយើងក៏កវិក្បាលហើយថាហេតុអីបានជាពួកគេល្ងងយ៉ាងហ្នឹងបើចំណាយពេលតែ11ថ្ងៃសោះហេតុអីបានត្រូវចំណាយពេលដល់ទៅ40ឆ្នាំប៉ុន្តែប្រសិនជាយើងគិតឡើងវិញហើយគិតមើលពីខ្លួនឯងថាយើងម្នាក់ពេលខ្លះក៏ដើរត្រាច់ចរជុំវិញភ្នំដដែលរយៈពេលយូរពេកហើយខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះថាត្រូវរៀបចំពេលវេលាដើម្បីដើរទៅកាន់ទឹកដីសន្យារបស់ព្រះអង្គអញ្ចឹងពួកគេគិតថាខ្មាំងស្ត្រីរបស់គេគឺជាបញ្ហាគឺមានជនជាតិអ៊ីស្ម៉ាអែលជនជាតិយេប៊ូជនជាតិហេវីកាណានហើយយើងមានខ្មាំងស្ត្រីច្រើនណាស់ពេលខ្លះយើងមានប្តីមិនល្អអ្នកជិតខាងមិនល្អមិត្តរួមថ្នាក់មិនល្អភាពក្រីក្រអ្នកដឹកនាំមិនល្អតែយើងគ្រប់គ្នាសើមានបញ្ហាត្រូវដោះស្រាយហើយយើងគិតថាពួកគេគឺជាបញ្ហារបស់យើងគឺសាតាំងដែលជាធ្វើបាបយើងបើរឿងនេះរឿងនោះបញ្ហាអញ្ចេះប៉ុន្តែនៅពេលដែលខ្ញុំសិក្សារយៈពេលជាច្រើនឆ្នាំហើយខ្ញុំសិក្សាយ៉ាងស៊ីជម្រៅយើងអាចមើលឃើញនៅក្នុងព្រះគម្ពីរថាខ្មាំងសត្រូវមិនមែនជាបញ្ហារបស់ពួកគេទេពីព្រោះព្រះជាម្ចាស់កាន់នៅខាងគេហើយបើព្រះកាន់ខាងយើងហើយតើមានអ្នកណាអាចប្រឆាំងនឹងយើងបានអត់មានអីនៅលើលោកីយ៍នេះអាចយកឈ្នះយើងបានទេបើព្រះកាន់នៅខាងយើងហើយព្រះកាន់ខាងពួកគេព្រះអង្គប្រាប់គេថាបើអ្នកធ្វើអ្វីដែលខ្ញុំប្រាប់ឲ្យអ្នកធ្វើអ្នកអាចចំណាយពេលខ្លីដើរកាត់វាលរហោស្ថាននេះហើយចូលទៅកាន់ទឹកដីសន្យាតែពួកគេអត់បានធ្វើអញ្ចឹងទេមិនមែនខ្មាំងសត្រូវគេទេមិនមែនជនជាតិកាណានជនជាតិហេវ៉ាជនជាតិហេប៊ូឬក៏ខ្មាំងសត្រូវផ្សេងទៀតទេហើយក៏មិនមែនមកពីមនុស្សមានធំនៅក្នុងទឹកដីសន្យាដែរប៉ុន្តែមកពីគំនិតខុសឆ្គងរបស់ពួកគេមិនចេះគិតទៅតាមរយៈដែលព្រះចង់ឲ្យពួកគេគិតនោះទេអ្នកអាចគិតហើយនាំជីវិតរបស់អ្នកចេញពីចំណងនៃបាបហើយនាំជីវិតរបស់អ្នកទៅកាន់សេរីភាពបានបើអ្នកនៅក្នុងរបៀបដែលព្រះចង់ឲ្យអ្នកគិតគេមិនអាចមានជ័យជំនះឡើយបើគេគិតតាមរបៀបចាស់នោះគេមិនអាចមានសុភមង្គលទេបើគេចេះតែគិតពីរឿងសោកសៅនិងការខូចចិត្តហើយយើងមិនអាចមានសេរីភាពពីបាបពេលដែលយើងគិតថាយើងជាប់ចំណងនៃបាបនៅឡើយមានឧទាហរណ៍ដ៏ល្អនៅក្នុងគម្ពីររ៉ូមចំពោះ6រ៉ូមចំពោះ6ខ2លោកពលនិយាយថាយើងបានរួចពីបាបហើយហេតុអីបានយើងនៅប្រព្រឹត្តបាបទៀតព្រះគម្ពីរប្រាប់យើងពេលព្រះគ្រីស្ទសគត់យើងស្លាប់រួមជាមួយព្រះអង្គហើយទ្រង់យកបាបរបស់យើងទៅដាក់លើឈើឆ្កាងហើយយើងលែងជាប់ចំណងនៃបាបហើយរស់នៅដោយសុចរិតមានន័យថាជីវិតរបស់យើងបានកើតជាថ្មីហើយយើងអត់ចង់ធ្វើអីនៅក្រោមអំណាចបាបទៀតទេយើងលែងជាប់នឹងបាបទេហើយអញ្ចឹងនៅពេលដែលយើងប្រព្រឹត្តអំពើបាបយើងមិនស្រួលនៅក្នុងចិត្ត
មុនពេលដែលយើងកើតជាថ្មីយើងធ្វើអីក៏បានដែរយើងអត់ខ្វល់ថាធ្វើអីខុសទេយើងរីករាយនឹងវាប៉ុន្តែពេលដែលអ្នកកើតជាថ្មីឥឡូវនេះអ្នកមានគំនិតថ្មីហើយអ្នកលែងប្រព្រឹត្តអំពើបាបដោយចិត្តរីករាយទៀតហើយវាធ្វើអ្នករសាប់រសល់ដូច្នេះមានផ្នែកនៃជីវិតរបស់អ្នកដែលចង់ប្រព្រឹត្តបាបប៉ុន្តែអ្នកនៅតែមានសាច់ឈាមនិងចិត្តគំនិតដែលមិនផ្លាស់ប្ដូរអារម្មណ៍ដែលពិបាកគ្រប់គ្រងនិងឆន្ទៈដែលរឹងរូសហើយអ្នកត្រូវឲ្យព្រះជាម្ចាស់និងព្រះវិញ្ញាណធ្វើការនឹងឯងជាគំនិតវារហោស្ថានបញ្ហារបស់យើងគឺចិត្តគំនិតរបស់យើងដែលអត់ទាន់បានផ្លាស់ប្ដូរដោយព្រះវិញ្ញាណយើងត្រូវរៀនអនុញ្ញាតឲ្យព្រះដែលគង់នៅក្នុងយើងធ្វើការនៅក្នុងចិត្តគំនិតរបស់យើងព្រះអង្គអត់គ្រាន់តែគង់នៅក្នុងជីវិតរបស់យើងទេប៉ុន្តែព្រះអង្គចង់ធ្វើការក្នុងចិត្តគំនិតនៅក្នុងអារម្មណ៍នៅក្នុងឆន្ទៈក្នុងផ្នែកថវិកាក្នុងផ្នែកទំនាក់ទំនងក្នុងការកំសាន្តហើយព្រះអង្គចង់ឲ្យមនុស្សឃើញទ្រង់តាមរយៈអ្នកជាពន្លឺដ៏ភ្លឺចិញ្ចាំងដើម្បីឲ្យអ្នកនោះឃើញព្រះដែលខ្ញុំត្រូវការសូមតែដៃសរសើរព្រះអង្គទាំងអស់គ្នារ៉ូមជំពូក 2 បានប្រាប់ថាយើងស្លាប់លែងជាប់ជាមួយនឹងបាបទៀតហើយជំពូកទី11វិញចែងថារីឯបងប្អូនវិញក៏ដូចនេះដែរចូលចាត់ទុកខ្លួនឯងថាបានស្លាប់រួចពីបាបហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ខ្ញុំជួយចិត្តពាក្យនេះព្រោះវាជាដំណើរការក្នុងចិត្តគំនិតរបស់យើងរ៉ូមជំពូក 6 ខ 2 ចែងថាយើងលែងជាប់ចំណងបាបហើយខទី11ចែងថាយើងចាត់ទុកខ្លួនឯងស្លាប់រួចផុតពីបាបហើយចូលជឿថាអ្នកស្លាប់រួចផុតពីបាបហើយដូច្នេះយើងនិយាយថាខ្ញុំស្លាប់រួចផុតពីបាបហើយខ្ញុំច្រៀងចម្រៀងហើយខ្ញុំមានសេរីភាពប៉ុន្តែយើងខ្លាចអំពើបាបយើងថាយើងជាប់ញៀនបញ្ហានេះបញ្ហានោះខ្ញុំមិនអាចយកឈ្នះបានទេរឿងនេះពិបាកណាស់រឿងនោះពិបាកណាស់ពិបាកពេកអត់អាចយកឈ្នះបានយើងជាប់ក្នុងគំនិតនៃវារហោស្ថានយើងត្រូវចាប់ផ្ដើមគិតដូចដែលព្រះគិតហើយនិយាយនៅអ្វីដែលព្រះមានព្រះបន្ទូលហើយវានឹងជួយយើងឲ្យឆ្លងកាត់ទីវារហោស្ថានហើយចូលកាន់ទឹកដីសន្យាអ្នកអាចគ្រប់គ្រងគំនិតរបស់ខ្លួនឯងដោយជំនួយដែលមកពីព្រះអង្គនិងដោយព្រះវិញ្ញាណបរិសុទ្ធដោយអ្នកទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធអ្នកអាចគ្រប់គ្រងគំនិតរបស់ខ្លួនឯងប៉ុន្តែអ្នកត្រូវរៀនចេះគ្រប់គ្រងលើចិត្តគំនិតរបស់ខ្លួនឯងហើយខ្ញុំហៅវាថាការចេះគ្រប់គ្រងចិត្តគំនិតរបស់ខ្លួនឯងចិត្តគំនិតរបស់គេនៅទីណាជីវិតរបស់គេនៅទីនោះបើអ្នកមិនពេញចិត្តនឹងខ្លួនឯងចូលទៅផ្ទះហើយចំណាយពេលស្ងាត់ស្ងៀមហើយពិចារណាអំពីអ្វីដែលអ្នកគិតកុំបន្ទោសអ្វីផ្សេងទៀតប៉ុន្តែចំណាយពេលជាមួយខ្លួនឯងហើយសួរខ្លួនឯងតើមានគំនិតមិនល្អអ្វីខ្លះដែលអ្នកគួរតែបោះបង់ចោលអាមែនចូលរៀបចំចិត្តគំនិតហើយរៀបចំកិច្ចការដ៏ត្រឹមត្រូវខគម្ពីរដែលយើងប្រើដើម្បីបង្រៀនតាក់ទងអំពីចិត្តគំនិតនោះគឺ2 កូរិនថូស ចំពុក 10 ខ 4 ដល់ 5 ក្បិតគ្រឿងសាស្ត្រាវុធដែលយើងប្រើមិនមែនជាអាវុធខាងមនុស្សទេគឺជាអាវុធដ៏មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ដែលអាចរំលំកំពែងនានាបានយើងរំលំការរិះគិតនិងទ្រឹស្ដីនានាហើយគេប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រីស្ទវិញយើងដឹងថាមានសង្គ្រាមនៅក្នុងគំនិតយើងគំនិតមិនត្រឹមត្រូវទ្រឹស្ដីហេតុផលដែលប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះហើយព្រះគម្ពីរប្រទានឲ្យយើងមានទំនួលខុសត្រូវដើម្បីគៀប្រមូលគំនិតទាំងអស់នោះហើយរំលំវាចេញទៅវាមិនមែនជាទំនួលខុសត្រូវរបស់យើងទេពីព្រោះពេលដែលអ្នកពឹងផ្អែកលើព្រះជាម្ចាស់អ្វីដែលអ្នកត្រូវធ្វើគឺនិយាយថាព្រះអើយសូមឲ្យចិត្តរបស់ទូបង្គំដឹងពីអ្វីដែលកូនត្រូវធ្វើសូមអធិដ្ឋានព្រះអើយសូមឲ្យទូបង្គំដឹងពេលណាដែលខ្ញុំគិតខុសកុំឲ្យទូបង្គំអង្គុយហើយគិតពីរឿងលេលាប៉ុន្តែឲ្យខ្ញុំដឹងថាពេលណាដែលខ្ញុំគិតរឿងមិនល្អពេលដែលអ្នកចាប់ផ្ដើមអធិដ្ឋានអញ្ចឹងអ្នកនឹងអាចយល់ថាខ្ញុំអត់ត្រូវគិតបែបហ្នឹងទេខ្ញុំមិនគួរគិតបែបហ្នឹងទេនោះមិនមែនជាអ្វីដែលព្រះបន្ទូលបាននិយាយទេហើយរបៀបដែលយើងអាចបំផ្លាញបន្ទាយរឿងមុននៅក្នុងចិត្តរបស់យើងបានគឺការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តខ្នះខ្នែងជាអ្វីដែលយើងកំពុងតែធ្វើនៅក្នុងយប់នេះខ្ញុំសរសើរអ្នកព្រោះអ្នកចំណាយពេលនៅព្រឹកនេះមុនពេលចេញទៅធ្វើការហើយចំណាយពេលសិក្សាហើយអ្នករវល់ច្រើនណាស់អ្នកអាចចំណាយពេលធ្វើកិច្ចការច្រើនផ្សេងទៀតនៅម៉ោងនេះអ្នកអាចជ្រើសរើសទៅកន្លែងផ្សេងទៀតឬក៏បើកមើលប៉ុស្តិ៍ផ្សេងក្រៅពីនេះឬក៏ធ្វើនេះឬក៏ធ្វើនោះទៅឬក៏អ្នកនឿយហត់អីចឹងទៅប៉ុន្តែអ្នកនៅទីនេះហើយមានមនុស្សជាច្រើនទាំងខាងក្នុងនិងខាងក្រៅផ្ទះដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះនិងថ្វាយបង្គំព្រះខ្ញុំសូមសរសើរអ្នករាល់គ្នាប៉ុន្តែខ្ញុំចង់ប្រាប់អ្នកអញ្ជាក់មិនមែនបំបាក់ទឹកចិត្តទេណាវាមិនទាន់គ្រប់គ្រាន់ទេដើម្បីដើរក្នុងជ័យជំនះអ្នកត្រូវចំណាយពេលសិក្សាព្រះបន្ទូលខ្លួនឯងហើយអធិដ្ឋានហើយថ្វាយបង្គំព្រះអង្គ
ហើយទៅវិហារនៅពេលមានកម្មវិធីឬក៏មានការប្រជុំផ្សេងឬក៏មើលកម្មវិធីរបស់ខ្ញុំជារៀងរាល់ថ្ងៃតាំងពីច័ន្ទរហូតដល់សុក្រទិញសៀវភៅល្អៗយកមកអានហើយបន្តសិក្សាព្រះបន្ទូលសិក្សាហើយសិក្សាទៀតរៀនហើយរៀនទៀតហើយមិនយូរមិនឆាប់អ្នកនឹងចាប់ផ្ដើមគិតទៅតាមរបៀបដែលខុសប្លែកទាំងស្រុងរ៉ូមចំពុក12ខ2ចែងថាមិនត្រូវយកតម្រាប់តាមនិស្ស័យលោកីនេះឡើយត្រូវទុកឲ្យប្រជាម្ចាស់កែប្រែជាគំនិតបងប្អូនវិញឲ្យទៅជាថ្មីទាំងស្រុងវិញដើម្បីឲ្យបងប្អូនចេះពិចារណាថាព្រះជាម្ចាស់សពប្រហាតីនៅអ្វីខ្លះគឺអ្វីដែលល្អនិងគាត់ប្រហាតីព្រះអង្គនឹងគ្រប់លក្ខណៈអរគុណខ្ញុំក៏ស្រឡាញ់លោកអ្នកបងប្អូនដែរយេរេមីចំពុក4ខ14ចែងថាតើអ្នកទុកឲ្យគំនិតអាស្រូវនេះនៅក្នុងខ្លួនអ្នកដល់កាលណាទៀតខអំពីល្អយេរេមីចំពុក4ខ14តើអ្នកទុកឲ្យគំនិតអាស្រូវនេះនៅក្នុងខ្លួនអ្នកដល់ណាទៀតដូច្នេះកិច្ចការទី1ដែលខ្ញុំឃើញថាជាបញ្ហាពិតប្រាកដនៅសម្រាប់ជនជាតិអ៊ីស្រាអែលដែលធ្វើឲ្យគេអត់អាចទទួលជ័យជំនះបានហើយអ្នកខ្លះទៀតក៏ពិបាកណាស់ទម្រាំទទួលបានជ័យជំនះរបស់ពួកគេអ្នកដឹងទេថាមានមនុស្សជាច្រើនដែលគេបានទទួលជឿលើព្រះយេស៊ូវហើយគេបានទទួលស្ថានសួគ៌មែនប៉ុន្តែគេអត់មានជីវិតដែលមានជ័យជំនះនៅលើផែនដីនេះអ្នកទាំងអស់គ្នាដឹងទេអ្នកអត់ចាំបាច់មានជ័យជំនះហើយបានទៅឋានសួគ៌បានទេព្រះយេស៊ូវបានសង្គ្រោះអ្នកហើយប៉ុន្តែដើម្បីរីករាយនឹងជីវិតនេះអ្នកត្រូវមានជ័យជំនះហើយធ្វើជាសក្ខីភាពដ៏ត្រឹមត្រូវទៅដល់អ្នកដទៃផ្សេងទៀតគេត្រូវឃើញជ័យជំនះនៅក្នុងជីវិតរបស់អ្នកអាមែនដូច្នេះរឿងដំបូងដែលខ្ញុំបានឃើញពួកគេធ្វើគឺពួកគេអត់មានទស្សនវិស័យវិជ្ជមានសម្រាប់អនាគតរបស់គេតែងតែនិយាយអំពីអតីតកាលគេគិតថាអតីតកាលកំណត់ជោគវាសនារបស់គេហើយខ្ញុំប្រាប់អ្នកថាអញ្ចេះមិនថាមានបញ្ហាអ្វីកើតឡើងចំពោះអ្នកនៅអតីតកាលទេมันមានរឿងអីកើតចំពោះអ្នកនៅពេលនេះវាគ្មានអំណាចដើម្បីរារាំងអ្នកមិនឲ្យមានអនាគតដ៏អស្ចារ្យភ្លឺស្វាងបានឡើយបើអ្នករៀនមើលឃើញស្របតាមព្រះជាម្ចាស់ព្រះគម្ពីរចែងថានៅអេសាយជំពូក11ព្រះយេស៊ូវមិនសម្រេចចិត្តដោយការស្ដាប់ឮនឹងត្រចៀកហើយឃើញផ្ទាល់នឹងភ្នែកនោះទេព្រះអង្គមើលស្ថានភាពដោយភ្នែកខាងវិញ្ញាណហើយស្ដាប់ដោយត្រចៀកខាងវិញ្ញាណយើងមានភ្នែកនៃត្រចៀកប៉ុន្តែយើងក៏មានភ្នែកនៃត្រចៀកខាងវិញ្ញាណផងដែរដោយភ្នែករូបកាយយើងមើលឃើញអ្វីជុំវិញយើងឃើញអ្វីដែលកើតឡើងក្នុងជីវិតយើងប៉ុន្តែជាមួយនឹងភ្នែកខាងវិញ្ញាណយើងឃើញអ្វីដែលភ្នែករូបកាយមិនអាចមើលឃើញយើងមើលដោយមានចិត្តគំនិតនៃជំនឿហើយយើងប្រកាសតាមព្រះបន្ទូលថាយើងមានអនាគតល្អហើយខ្ញុំជឿថាខ្ញុំមានអនាគតដ៏ល្អថ្មីនេះខ្ញុំនៅក្រុមហ៊ុន Starbucks មួយនៅទីក្រុង Utah មានស្ត្រីម្នាក់គេស្គាល់ខ្ញុំហើយគាត់និយាយប្រាប់ខ្ញុំថាខ្ញុំបានសរសេរទៅព័ន្ធកិច្ចរបស់អ្នកគ្រូហើយប្រាប់ពីបញ្ហានេះបញ្ហានោះហើយគាត់ចាប់ផ្ដើមប្រាប់ពីបញ្ហារបស់គាត់ថាអ្នកគ្រូខ្ញុំសូមប្រាប់ថានៅក្នុងជីវិតរបស់ខ្ញុំជួបរឿងវេទនាច្រើនណាស់ខ្ញុំមិនបាននិយាយទេប៉ុន្តែខ្ញុំគិតនៅក្នុងចិត្តថាខ្ញុំក៏ធ្លាប់រងទុក្ខវេទនាដែរប៉ុន្តែឥឡូវនេះខ្ញុំមានជ័យជំនះហើយអាមែនគាត់គិតថាខ្លួនគាត់ជួបរឿងវេទនាច្រើនខ្ញុំអាចនិយាយថាទោះបី1ឆ្នាំឬ2ឆ្នាំកន្លងផុតក៏ដោយគាត់នៅតែនិយាយរឿងដដែលប្រាប់មនុស្សផ្សេងទៀតឬក៏5ឆ្នាំឬ10ឆ្នាំជីវិតរបស់គាត់កាន់តែវេទនាហើយពិបាកជាងមុនទៅទៀតព្រោះគាត់អត់មានសេចក្តីសង្ឃឹមឬការផ្លាស់ប្ដូរនៅក្នុងជីវិតឡើយហើយខ្ញុំព្យាយាមប្រាប់គាត់ពីអ្វីដែលព្រះអាចផ្លាស់ប្ដូរក្នុងជីវិតរបស់គាត់ត្រូវទុកចិត្តព្រះគាត់ត្រូវជឿជាក់លើព្រះហើយរាល់ពេលដែលខ្ញុំជួបគាត់ដូចជាមានរនាំងដូចជាមានការដោះសារគាត់ថារឿងគាត់ពិបាកជាងគេអត់មានអ្នកណាពិបាកដូចគាត់ទេអត់មានអ្នកណាមានជីវិតជូរចត់ដូចគាត់ទេគាត់ត្រូវគេធ្វើបាបហើយជីវិតរបស់គាត់យ៉ាប់យ៉ឺនណាស់ប៉ុន្តែគាត់ដូចជាអត់មានចិត្តចាក់ចេញពីភាពវេទនាសោះប៉ុន្តែខ្ញុំបានសម្រេចចិត្តចាក់ចេញដោយភាពជោគជ័យហើយអ្នកក៏អាចធ្វើអញ្ចឹងបានដែរខ្ញុំសូមប្រាប់អ្នករឿងមួយហើយអ្វីដែលខ្ញុំប្រាប់នេះគឺអ្នកដទៃមិនអាចសម្រេចចិត្តសម្រាប់អ្នកបានទេនេះជាអ្វីដែលអ្នកត្រូវតាំងចិត្តធ្វើខ្លួនឯងខ្ញុំចង់មើលឧទាហរណ៍មួយពីគម្ពីរលោកុបាតជំពូក13យើងឃើញមនុស្សម្នាក់គឺលោកអាប់រ៉ាហាំដែលបាត់បង់អ្វីទាំងអស់ប៉ុន្តែគាត់ទទួលបានលើសពីអ្វីដែលគាត់បាត់បង់
នៅក្នុងសេដ្ឋកិច្ចរបស់ព្រះអ្នកអាចបាត់បង់អ្វីដែលអ្នកមានហើយបើអ្នករៀនមើលឃើញដោយកសែផ្នែកនៃជំនឿអ្នកអាចទទួលបានលើសពីអ្វីអ្នកបាត់បង់លោកយោបបានបាត់បង់អ្វីគ្រប់យ៉ាងមានបញ្ហាពិបាកច្រើនហើយចុងបញ្ចប់ព្រះបានប្រទានឲ្យគាត់ទ្វេដងលើសពីអ្វីដែលគាត់បាត់បង់លោកអាប់រ៉ាហាំបានចាក់ចេញពីក្មួយរបស់លោកហើយបែងចែកទ្រព្យសម្បត្តិជាមួយគាត់ហើយអ្នកទាំងពីរក៏ចម្រុងចម្រើនមានហ្វូងសត្វមានទ្រព្យសម្បត្តិមានអ្នកបម្រើច្រើនមែនទែនពួកគេក៏លែងចុះសម្រុងគ្នាលោកអាប់រ៉ាហាំបានចូលទៅកាន់លោកឡូតហើយក៏និយាយជាមួយគាត់ថាពូមិនចង់ឲ្យទំនាក់ទំនងរបស់យើងមានភាពអកុសលទេហើយក្មួយអាចសម្រេចថាក្មួយចង់បានដីប៉ែកខាងណានោះពូនឹងយកមកប៉ែកផ្សេងទៀតខ្ញុំគិតថាគាត់មានគំនិតល្អមែនទែនក្នុងការបន្ទាបខ្លួនបែបនេះប៉ុន្តែបើខ្ញុំវិញខ្ញុំនឹងយកអ្វីដែលខ្ញុំត្រូវការហើយអ្នកយកអ្វីដែលនៅសល់ទៅព្រោះថាអ្នកនឹងមិនបានទេបើសិនជាខ្ញុំមិនឲ្យអ្នកប៉ុន្តែលោកអាប់រ៉ាហាំគឺជាអ្នកដែលគោរពកោតខ្លាចព្រះប្រហែលនេះជាហេតុផលមួយដែលព្រះអាចចងសម្ព័ន្ធមេត្រីជាមួយនឹងគាត់ហើយជ្រើសរើសគាត់ដោយអ្វីដែលទ្រង់បានធ្វើដូច្នេះយើងបានឃើញយ៉ាងច្បាស់នៅក្នុងជំពូកទី13លោកឡូតបានជ្រើសរើសនៅចំណែកទឹកដីដ៏ល្អបំផុតនៅតាមចន្លងភ្នំទន្លេយូដានសម្រាប់ខ្លួនឯងហើយលោកអាប់រ៉ាហាំយកចំណែកដែលនៅសល់ពីឡូតដូច្នេះគាត់អត់បានទឹកដីល្អទេប៉ុន្តែខ14ព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាហាំបន្ទាប់ពីលោកឡូតបានចាក់ចេញពីគាត់ចូលងើបមុខមើលពីកន្លែងដែលអ្នកនៅទៅហើយសម្លឹងឆ្ពោះទៅទិសខាងជើងទិសខាងត្បូងនិងទិសខាងកើតនិងទិសខាងលិចទៅបិទយើងនឹងប្រកល់ស្រុកទាំងមូលដែលអ្នកមើលឃើញឲ្យអ្នកនិងពូជពងរបស់អ្នកហើយខ17ចែងថាចូលក្រោកឡើងដើរឲ្យសពទីកន្លែងក្នុងស្រុកនេះត្បិតយើងនឹងប្រគល់ឲ្យអ្នកដូច្នេះព្រះជាម្ចាស់មានព្រះបន្ទូលពីរចំណុចដ៏សំខាន់ដំបូងព្រះអង្គមានព្រះបន្ទូលថាចូលមើលលេខកើតជើងត្បូងហើយអ្វីដែលអ្នកឃើញយើងនឹងប្រគល់ដល់អ្នកព្រះអង្គប្រាប់គាត់ឲ្យមើលផ្នែកខាងផ្នែករូបកាយរបស់គាត់ប៉ុន្តែខ្ញុំជឿថាព្រះអង្គចង់មានព្រះបន្ទូលទៅកាន់អ្នកនៅព្រឹកនេះចូលមើលទៅកាន់អនាគតហើយតើអ្នកនឹងឃើញអ្វីដោយជំនឿសម្រាប់ជីវិតរបស់អ្នកតើអ្នកមើលឃើញខ្លួនឯងលែងជាពាក់បំណុលនៅតើអ្នកមើលឃើញខ្លួនឯងមានផ្ទះផ្ទាល់ខ្លួននៅតើអ្នកមើលឃើញខ្លួនឯងមានឡានថ្មីនៅតើអ្នកមើលឃើញខ្លួនឯងមានការងារល្អនៅតើអ្នកមើលឃើញខ្លួនឯងរស់នៅជាប្រពោសម្រាប់អ្នកដទៃផ្សេងទៀតហើយនៅតើអ្នកមើលឃើញខ្លួនឯងខ្លាចជាអ្នកមានហើយអ្នកមើលឃើញខ្លួនឯងរស់នៅតាមក្តីសុបិនមិនថាក្តីសុបិននោះជាអ្វីក៏ដោយដរាបណាវាជាក្តីសុបិនរបស់ព្រះអ្នកអាចរស់នៅតាមក្តីសុបិននោះតើអ្នកមើលឃើញអត់បើអ្នកមើលមិនឃើញទេអ្នកនឹងមិនដែលមានវាទេហើយព្រះអង្គមានព្រះបន្ទូលទៅកាន់គាត់ថាអ្វីដែលអ្នកមើលឃើញយើងនឹងប្រទានឲ្យអ្នកឥឡូវចូលដើរឲ្យសពទៅដើរកាន់កាប់ទឹកដីទៅមានន័យថាត្រូវមានសកម្មភាពហើយខ្ញុំមានក្តីសុបិនដែលព្រះបានប្រទានឲ្យដើម្បីប្រកាសដំណឹងល្អជាអ្វីដែលព្រះបានដាក់ក្នុងចិត្តខ្ញុំនៅលើកដំបូងដែលខ្ញុំបានឮមេរៀនពេលខ្ញុំស្ដាប់កាសែតនៅក្នុងឆ្នាំ1976ខ្ញុំស្ងប់ស្ងាយពេលមនុស្សម្នាក់អាចបកស្រាយខគម្ពីរមួយចេញពីម៉ាកុសហើយអធិប្បាយជាង1ម៉ោងអំពីខគម្ពីរនោះហើយខ្ញុំក៏មានចិត្តចង់ប្រកាសដំណឹងល្អនៅជុំវិញពិភពលោកដែរការនោះដោយអត់តំណងសោះដែលព្រះបានត្រាស់ហៅខ្ញុំឲ្យធ្វើការនោះចំពោះកិច្ចការមួយនេះនិយាយរួមខ្ញុំដោយអត់ស័ក្តិសមតែម្ដងដើម្បីធ្វើវាដូច្នេះព្រះនឹងដាក់បំណងចិត្តនៅក្នុងចិត្តយើងឲ្យយើងគិតថាវាមិនសមហេតុផលហេតុនេះហើយបានជាអ្នកអាចរស់នៅតាមចិត្តរបស់អ្នកប៉ុន្តែរស់ដោយព្រះវិញ្ញាណវិញព្រះនឹងបង្ហាញអ្នកនៅអ្វីដែលអាចកើតឡើងចំពោះអ្នកប៉ុន្តែពេលដែលអ្នកអានគម្ពីរអ្នកត្រូវទទួលយកវាសម្រាប់អ្នកព្រះអង្គមិនគ្រាន់តែដាក់ឲ្យអ្នកសម្រាប់មនុស្សដទៃផ្សេងទៀតទេប៉ុន្តែពាក្យសន្យាគ្រប់បែបយ៉ាងគឺសម្រាប់អ្នកទាំងអស់ព្រះចង់ប្រទានពរដល់អ្នកព្រះចង់លើកអ្នកឡើងព្រះចង់ជួយអ្នកឡើងព្រះចង់ប្រើប្រាស់អ្នកព្រះចង់ព្យាបាលអ្នកអាមែនប៉ុន្តែអ្នកត្រូវមើលឃើញហើយអ្នកអត់អាចមើលឃើញដោយភ្នែករូបកាយបានទេអ្នកត្រូវមើលឃើញដោយភ្នែកខាងវិញ្ញាណហើយអ្នកក៏នឹងឃើញដោយភ្នែកខាងផ្នែករូបកាយដែរ
ខ្ញុំរស់នៅរដ្ឋមីស៊ូរីដែលមនុស្សគេមិនជឿទេតើគេឃើញប៉ុន្តែនៅក្នុងសេដ្ឋកិច្ចរបស់ព្រះអ្នកត្រូវជឿជាមុនសិនឃើញដោយភ្នែកនៃជំនឿហើយអ្នកនឹងឃើញនៅក្នុងវិញ្ញាណដែរប៉ុន្តែជាមួយនឹងជំនឿរបស់អ្នកយើងទទួលយកនៅអ្វីដែលព្រះមានព្រះបន្ទូលនិងនិយាយមកកាន់យើងប្រកាសថាព្រះបន្ទូលសន្យាជារបស់យើងហើយយើងនៅតែចូលទៅកាន់កាប់ទឹកដីនោះពាក្យថាការកាន់កាប់ទឹកដីគឺជាពាក្យដ៏គួរឲ្យចាប់អារម្មណ៍ពីព្រោះបើយើងសិក្សាពាក្យនេះយ៉ាងច្បាស់មានន័យថាយើងត្រូវបាត់បង់អ្វីដែលយើងមានឥឡូវនេះសិនហើយទើបអាចកាន់កាប់បានក្នុងទឹកដីសន្យាក៏មានខ្មាំងសត្រូវដែរហើយពួកគេអត់ចង់ច្បាំងជាមួយខ្មាំងសត្រូវទេហើយពួកគេក៏អត់ហ៊ានចូលទៅអញ្ចឹងហើយបានជាពួកគេដែលដើរកលឹងចុះកលឹងឡើងនៅរាជដ្ឋានស្ថានដើម្បីរងចាំឲ្យព្រះធ្វើការនិងបំផ្លាញខ្មាំងសត្រូវគេមុនពេលដែលគេចូលកាន់កាប់អ្វីដែលព្រះចង់ឲ្យគេនេះគឺជាចំណុចដែលគួរឲ្យចាប់អារម្មណ៍តាមពិតក្នុងរយៈពេល2ឆ្នាំពួកគេបានដើរដល់ព្រំប្រទល់នៃទឹកដីសន្យាបើយើងមើលទុរិយកថាជំពូក1តោះសូមឥឡូវបើកទៅទុរិយកថាជំពូក1មួយផ្លែតទុរិយកថាជំពូក1ខ20ខ្ញុំបានប្រាប់អ្នករាល់គ្នាថាអ្នករាល់គ្នាមកដល់ភ្នំរបស់ជនជាតិអាម៉ូរីដែលព្រះអង្គម្ចាស់ជាព្រះអ្នកយើងប្រទានឲ្យនេះជាពាក្យរបស់លោកម៉ូសេមើលព្រះអង្គម្ចាស់ជាព្រះរបស់អ្នកប្រកល់ស្រុកនេះឲ្យអ្នកហើយចូលឡើងទៅកាន់កាប់តាព្រះបន្ទូលដែលព្រះអង្គម្ចាស់ជាព្រះរបស់ពវររបស់អ្នកបានសន្យាចំពោះអ្នកកុំភ័យខ្លាចឬតក់ស្លុតពេលនោះអ្នករាល់គ្នាបានចូលមកជិតខ្ញុំហើយប្រាប់ថាសូមចាប់មនុស្សឲ្យទៅមុនពួកយើងដើម្បីពិនិត្យមើលស្រុករួចរាយការណ៍ប្រាប់យើងអំពីស្ថានភាពផ្លូវនិងក្រុងនានាដែលយើងត្រូវធ្វើដំណើរទៅខ្ញុំយល់ឃើញថាគំនិតនោះល្អខ្ញុំក៏ចាត់មនុស្ស12នាក់ក្នុងចំណោមអ្នករាល់គ្នាដែលយើងហៅថាអ្នកស៊ើបការទាំង12នាក់នៃទឹកដីសន្យាហើយនៅខទី25និយាយថាពួកគេបាននាំយកផ្លែឈើពីស្រុកនោះមកបង្ហាញពួកយើងហើយរាយការណ៍ប្រាប់ពួកយើងថាស្រុកដែលព្រះអង្គម្ចាស់ជាព្រះនៃយើងប្រទានមកយើងជាស្រុកល្អណាស់ប៉ុន្តែអ្នករាល់គ្នាមិនព្រមឡើងទៅ អ្នករាល់គ្នាបោះបោប្រឆាំងបទបញ្ជារបស់ព្រះអង្គម្ចាស់ខ្ញុំអត់មានពេលដើម្បីមើលខគម្ពីរតែមួយទេប៉ុន្តែពេលក្រោយពួកគេសម្រេចថាពួកគេនឹងឡើងទៅហើយព្រះអង្គថាកុំព្យាយាមឡើងទៅឥឡូវពីព្រោះឥឡូវយើងអត់នៅជាមួយអ្នកទេអ្នកត្រូវទៅនៅពេលដែលយើងប្រាប់ឲ្យទៅដូច្នេះគេនៅព្រំដែននៃទឹកដីសន្យាពេលព្រះអង្គប្រាប់ការឥឡូវដល់ពេលដែលត្រូវទៅកាន់កាប់ហើយគេអត់ព្រមឡើងទៅគេបោះបោប្រឆាំងនឹងព្រះអង្គហើយគេដើរត្រាច់ចរវារហោស្ថាន38ឆ្នាំទៀតហើយមនុស្សភាគច្រើនបានស្លាប់នៅវារហោស្ថាននោះនៅព្រឹកនេះខ្ញុំចង់បរៀនចែកនៅពេលដែលព្រះប្រាប់ថាត្រូវដោះស្រាយអ្វីមួយនៅពេលព្រះប្រាប់អ្នកថាត្រូវដោះស្រាយទៅលើអ្វីមួយនោះមានការចាក់ប្រេងតាំងដែលព្រះប្រទានឲ្យអ្នកដោះស្រាយហើយអ្នកអត់គួរបង្អង់ហើយចាំដោះស្រាយវាឬក៏អង្គុយគិតថាចាំពេលផ្សេងវាងាយស្រួលជាងឬក៏មានអារម្មណ៍ថារួចរាល់ពីព្រោះបើអញ្ចឹងអ្នកនឹងគិតថាអូហត់ណាស់ខ្ញុំអត់ចង់ដោះស្រាយជាមួយវាទៀតទេឬក៏អ្នកឃើញថាព្រះមិនបានចាក់ប្រេងតាំងលើអ្នកឥឡូវនេះទេយើងត្រូវរៀនឲ្យដឹងថាពេលណាព្រះធ្វើការក្នុងជីវិតយើងហើយត្រូវយកចិត្តទុកដាក់នឹងវាបើយើងដឹងថាព្រះកំពុងធ្វើការនៅលើចិត្តគំនិតរបស់យើងយើងត្រូវដោះស្រាយវាបើយើងដឹងថាព្រះកំពុងតែធ្វើការក្នុងការមិនអត់ទោសត្រូវដោះស្រាយវាកុំយកលេសមិនចង់ដោះស្រាយឥឡូវខ្ញុំសូមប្រាប់ថាការដែលស្អប់មនុស្សវាពិបាកមិនវាពិបាកជាងការដែលយើងអត់ទោសមនុស្សទៀតបើប្រៀបធៀបការស្អប់គេនឹងភាពជូរចត់និងភាពក្តៅក្រហាយការអត់ទោសគឺងាយស្រួលជាងច្រើនណាស់បើព្រះកំពុងធ្វើការនៅក្នុងចិត្តអ្នកអំពីទម្លាប់អាក្រក់មួយវាជាទម្លាប់អាក្រក់ដែលអាចបំផ្លាញដល់អ្នកបើព្រះកំពុងធ្វើការដោះស្រាយជាមួយអ្នកអត់គួរគិតថាខ្លួនឯងអត់អាចធ្វើបាននោះឡើយពីព្រោះព្រះអង្គនឹងអត់ធ្វើការអីមួយជាមួយអ្នកទេបើព្រះអង្គអត់ប្រទានឲ្យអ្នកមានសមត្ថភាពដើម្បីឆ្លងកាត់បញ្ហានោះអ្នកត្រូវតែជឿសិនខ្ញុំសូមចែករំលែកអំពីអ៊ីមែលមួយដែលគេបានផ្ញើមកកាន់យើងអ្នកស្រី Carol បានសរសេរពីទីក្រុង Wisconsin ដែលថាពេលដែលខ្ញុំរៀនថ្នាក់ទី9ខ្ញុំបានរត់គេចពីឧបសគ្គក្នុងជីវិតក្មេងក្នុងសាលាតែតែធ្វើបាបខ្ញុំដោយសារខ្ញុំតូចពេកហើយជីតារបស់ខ្ញុំបានឲ្យខ្ញុំផឹកស្រាកាលពីខ្ញុំអាយុ9ឆ្នាំអញ្ចឹងខ្ញុំក៏ញៀនហើយក៏ជាប់ពន្ធនាគាររយៈពេល7ខែប្រហែលខែក្រោយមកខ្ញុំឃើញអ្នកស្រី Joy បង្រៀនសន្និបាតមួយហើយស្ដាប់កម្មវិធីរបស់គាត់
ខ្ញុំបានដឹងថាជីវិតគ្រីស្ទបរិស័ទអស្ចារ្យប៉ុណ្ណានៅពេលដែលយើងរស់នៅដោយផលផ្លាយនៃខាងវិញ្ញាណនិងសិក្សាព្រះបន្ទូលរបស់ព្រះជាវិធីមួយដែលយើងរស់នៅហើយខ្ញុំសូមសង្កត់លើពាក្យនេះចូលសិក្សាព្រះបន្ទូលរបស់ព្រះជារបៀបនៃការរស់នៅរបស់អ្នកដើម្បីឲ្យអ្នកមានចិត្តគំនិតថ្មីគឺត្រូវបំភ្លេចអតីតកាលហើយមើលទៅតាមផ្នែកខាងវិញ្ញាណនិងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទីមកមុននឹងត្រូវរលំនៅពេលដែលអ្នកសិក្សាព្រះបន្ទូលរបស់ព្រះដោយខ្នះខ្នែងកម្មវិធីនេះនាំមកជូនដោយមិត្តសម្លាញ់និងដៃគូនៃពន្ធកិច្ច Joy